ជំរាបសួរចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនតទៀតអំពីរបៀបស្វែងយល់ឬក៏សិក្សាអក្សរបារ៉ែលចឹងខ្ញុំបានបង្ហាញបងប្អូនកាលពីវីដេអូចុងក្រោយហ្នឹងគឺដល់ត្រឹមអក្សរខចឹងថ្ងៃនេះយើងបន្តសិក្សាស្វែងយល់នៅអក្សរងនេះគឺអក្សរងនេះរៀនតែមុននឹងខ្ញុំបង្ហាញនៅការសរសេរខ្ញុំរំលឹកឡើងវិញបន្តិចនៅអក្សរខនេះslate ជាឧបករណ៍សរសេរអញ្ចឹងដើម្បីសរសេរអក្សរខបានហ្នឹងគឺយើងប្រើពីរបន្ទប់នេះបន្ទប់ទី1និងបន្ទប់ទី2យើងត្រូវប្រើចំនួន2បន្ទប់អញ្ចឹងបន្ទប់ទី1គឺយើងចុចចំណុច6រីឯបន្ទប់ទី2ហ្នឹងគឺយើងចុចចំណុច1និងចំណុច3ហ្នឹងគេហៅថាអក្សរខជាស្រេចអក្សរខឥឡូវនេះថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនតនៅអក្សរងអញ្ចឹងអក្សរងគឺរៀងបែបហ្នឹងជាអក្សរបារ៉ែលចឹងដើម្បីសរសេរឲ្យទៅជាអក្សរងបានគឺបងប្អូនត្រូវចុចចំណុច1ចំណុច2ចំណុច4ចំណុច5ចំណុច6រៀងគឺប៉ុណ្ណឹងប៉ុន្តែបងប្អូនអាចចុចចំណុច1ចំណុច2ចំណុច4ចំណុច5ចំណុច6សងគឺចុចប៉ុណ្ណឹងអញ្ចឹងខ្ញុំអនុវត្តការសរសេរបងប្អូនមើលបងប្អូនចានេះយើងចុចមកចំណុច1យើងចុចទៀតចំណុច2មកយើងឡើងទៅវិញយើងចុចចំណុច4ចំណុច5ចំណុច6ហើយយើងចុចចឹងរហូតមកឥឡូវខ្ញុំបើបងប្អូនមើលនៅពេលដែលយើងសរសេរគឺយើងសរសេររៀងក្រាស់សរសេរពីខាងស្ដាំមកខាងឆ្វេងតែនៅពេលដែលយើងបើកត្រឡប់គឺបើកមកអានពីឆ្វេងស្ដាំដូចគ្នាអញ្ចឹងនេះសងរបស់យើងសិតតែសងបាទចាប់ពីពេលនេះមកដល់នេះគឺខ្ញុំសរសេរដល់ clear ហើយខ្ញុំប៉ុណ្ណេះសរសេរចប់គ្នាទាំងអស់ឥឡូវផ្ទៀងផ្ទាត់ពីម្ដងហ្នឹងនេះកន្លែងចង្អុលដៃខ្ញុំខាងឆ្វេងនេះជាអក្សរដែលខ្ញុំសរសេរលើกระดาษមុនហ្នឹងរីឯនៅខាងស្ដាំនេះជាអក្សរនៅលើសៀវភៅពុម្ពរបស់ក្រសួងអប់រំនឹងដូចគ្នាអត់ខុសគ្នាទេបើតែបងប្អូនចុចទៅតាមចំណុចហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកបងប្អូនដើម្បីសរសេរអក្សរបានជាអក្សរបារ៉ែលហ្នឹងគឺយើងត្រូវសរសេរចំណុច1ចំណុច2ចំណុច4ចំណុច5និងចំណុច6ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដានជាមួយនឹង page Plan New Generation ជួបខ្ញុំនៅវីដេអូក្រោយទៀត